ភិបាលខេត្តបន្ទាយមានជ័យតវ៉ាប្រឆាំងដាច់អហង្ការកណ្ដីខេត្តស្រះកែវលើកប្រដាក់ប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជាលិខិតតវ៉ារបស់ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យផ្ញើទៅកាន់អភិបាលខេត្តស្រះកែវប្រទេសថៃប្រឆាំងនឹងករណីរដ្ឋបាលស្រះកែវលើកប្រដាក់ថ្ងៃទី28ខែកញ្ញាឆ្នាំ2025ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់នៅក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី28ខែកញ្ញាឯកឧត្តមអ៊ុំរាត្រីបានប្រកាសតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពដដែលនៃការលើកប្រដាក់របស់រដ្ឋាភិបាលស្រះកែវប្រទេសថៃជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាកំពុងរស់នៅអាស្រ័យផលក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទតាំងពីយូរយារណាស់មកហើយពីមុនចុះអត្ថលេខាស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនកម្ពុជាថៃMOU 2000ចូលជាធម្មានរដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ថារដ្ឋបាលស្រះកែវមិនទាន់មានសមត្ថកិច្ចកំណត់ព្រំដែននិងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសមាគមកម្ពុជាដែលនឹងកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់ដែលមិនទាន់មានកំណត់ខណ្ឌព្រំដែនសីមារួចរាល់ទេបន្ថែមទៀតនោះអភិបាលខេត្តបន្ទាយមានជ័យបានចាត់ទុកសកម្មភាពឯកតោភាគីដដែលរបស់ថៃគឺជាការបង្កហេតុឲ្យនាំមានភាពតានតឹងកើនឡើងនៅតំបន់ដែលកំពុងមានចំនួននិងជាការបំពានបទឈប់បាញ់នៅថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីនិងលទ្ធផលនៃកិច្ចប្រជុំ GBC OBC និង GBC រវាងប្រទេសទាំងពីរបើតាមលិខិតដដែលរបស់ឯកឧត្តមអ៊ុំរាត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យស្នើសុំឲ្យរដ្ឋបាលស្រះកែវប្រទេសថៃចូលរួមផ្ដល់សហការចាត់វិធានការបញ្ឈប់នៅសកម្មភាពខាងលើជាបន្ទាន់ដោយរក្សានៅភាពដើមប្រកាន់ខ្ជាប់ដោយសុខចិត្តនៅលក្ខខណ្ឌបទឈប់បាញ់និងបញ្ឈប់នៅផែនការបណ្ដាប្រជាជនរាប់រយគ្រួសារចេញពីផ្ទះសម្បែងនិងដីធ្លីដែលបានរស់នៅជាច្រើនទសវត្សរ៍មកហើយ